លោកអ៊ុំសំអានឯណោះក៏ថាទាហានថៃបានរីបន្លាលួសនឹងប្រើគ្រឿងចាក់ជីកប្រឡាយកំណត់ព្រំដែនថ្មីរំលោភដីខ្មែរនៅឯខេត្តបាត់ដំបងហើយខ្ញុំនឹងក៏សរសើរលោកអ៊ុំសំអានដែរលោកអើយតត្រកមួយថ្ងៃអត់ទំនេរទេគឺថាយកអព័ត៌មានពីរឿងព្រំដែនហ្នឹងគាត់នៅឯណាអារីโซណានៅអាមេរិកហ្នឹងគឺថាឈឺចាប់នឹងរឿងព្រំដែនរាល់ថ្ងៃនេះគាត់ដាក់ថាទាហានថៃបានយកបន្លាលួសនឹងប្រើគ្រឿងចាក់ជីកបន្លាយកំណត់ព្រំដែនថ្មីរំលោភទឹកដីខ្មែរនៅភូមិចំការស្រូវឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងខ្ញុំថាសាររបស់លោកហ៊ុនលោកអ៊ុំសំអាននេះធ្វើឲ្យចាក់ដោតដល់លោកសុកលូដែលអភិបាលខេត្តបាត់ដំបងលោកសុកលូទៅនិយាយមកថាសំបែគេធ្វើលបងចាក់បេតុងបកគោលខ្សែ52ដល់54ហ្នឹងគាត់ថាធ្វើដីគេតាមានតែតងឲ្យដីខ្មែរអាហ្នឹងគេធ្វើស្រេចគេតាដីអធិបតេយ្យរបស់គេក៏អត់មានប៉ះពាល់លើដែនខ្មែរហើយក្រសួងការបរទេសទៅចេញសេចក្តីថ្លែងការណ៍មុនលោកសុកលូនិយាយថាកោតទោសថៃពីរឿងធ្វើអាលបងចូលដល់ព្រំប្រទល់ខេត្តនៅក្នុងខេត្តបាត់ដំបងហ្នឹងអភិបាលខេត្តម្ចាស់ដីគួរឲ្យមើលដីគាត់ទៅនិយាយខុសពីម៉ែឪនៅថ្នាក់លើនឹងទៀតរួយទៅស្ងាត់ឲ្យឈឹងទៅចាប់លោកគឹមប្រុសឯណារឿងបញ្ហាតរេនឯណានោះវិញខ្ញុំមិនចង់ទៅឲ្យរករឿងអីចាប់ចងអីលោកសុកលូទេប៉ុន្តែរដ្ឋាភិបាលអភិបាលខេត្តហើយនឹងរដ្ឋាភិបាលនិយាយខុសគ្នាឲ្យទឹកដីមួយថាបាត់មួយថាអត់មួយថាគេបំពេញមួយថាអត់អីទេឥឡូវនេះលោកអ៊ុំសំអានថានៅក្នុងតំបន់ភ្នំព្រឹកហ្នឹងគេកំពុងឲ្យយកគ្រឿងចាក់យកមកជីកដាក់បន្លាលួសជីកបន្លាយប្រឡងអីទៀតគាត់ថាទាហានហ្នឹងមកនៅខេត្តបាត់ដំបងហ្នឹងថ្ងៃថៃអាចនឹងធ្វើរបងបេតុងនៅកន្លែងស្រុកនឹងដូចស្រុកកំរៀងចឹងទៀតហើយលោកសុកលូអភិបាលខេត្តហ្នឹងទៅទទួលអត់ទទួលស្គាល់ទេថារបងហ្នឹងថាគេចង់និយាយគេសង់នៅដីគេអញ្ចឹងហើយឥឡូវហ្នឹងរដ្ឋាភិបាលអត់ចេញព័ត៌មានអីនិយាយពីរឿងលោកអ៊ុំសំអានហ្នឹងនិយាយហ្នឹងមិនគឺនៅស្ងៀមជាជាងស្ដីតាពីចេញខ្ចីជាជាងតនេមាត់ហើយមានប្រព័ន្ធឃោសនិកផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្នឹងក៏ទាត់ចោលអាសម្លេងឬវីដេអូដែលឬក៏ណែរូបភាពដែលលោកអ៊ុំសំអាននិយាយពីរឿងកើតឡើងនៅអាស្អីភូមិចំការស្រូវឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងហ្នឹងថាជាព័ត៌មានខ្លាំងអីណាកោកសឹកមាត់តដោកឆ្អែតតពោះកបីដូចគ្នាទេអស់លោកអើយបើចង់ចោតប្រកាន់លោកអ៊ុំសំអានថាផ្សព្វផ្សាយព័ត៌មានមិនពិតណាលោកអ៊ុំសំអាននិយាយពីដីខ្មែរដែលថៃយកបាន62ទីតាំងហើយរដ្ឋាភិបាលបើគ្រាន់បើសិនជាប្រកែមែនដាក់និយាមការមកអស់មកដីនឹងនៅណាគេយកបានប្រមាណចង្ងាយប្រមាណទំហំប្រមាណអស់ប្រមាណនៅទីតាំងណាឲ្យប្រជាពលរដ្ឋខ្មែរមើលមកដាក់ database នៅលើអ៊ីនធឺណិតមកហ្មងមើលឲ្យគេចុចមើលហ្មងណាឥឡូវនេះចំណុចទី1លោកអ៊ុំសំអាននិយាយថានៅកន្លែងនេះឥឡូវ62ចំណុចហ្នឹងវាមានចឹងអត់ខុសប្រមាណត្រូវប្រមាណអាហ្នឹងបានយើងអាចតបទល់ជាមួយនឹងលោកអ៊ុំសំអានបានដល់ឥឡូវចិត្តទៅទាត់ចោលទៅពីអញ្ចឹងទៅរួចទៅអត់មានព័ត៌មានខ្លួនឯងភ័ស្តុតាងអញ្ចឹងយើងទៅតុលាការយើងធ្វើអញ្ចឹងពេលដែលគេចោទប្រកាន់ថាអ្នកឯងបានរំលោភកូនគេកូនស្រីគេហើយគេមាន DNA មានអីមកបញ្ជាក់មកថាអ្នកឯងពិតជាបានរំលោភខ្សែសន្តិវៈលើក្មេងស្រីមិនគ្រប់អាយុអីចឹងរួចទៅយើងជាជនជាប់ចោទហ្នឹងយើងគាត់និយាយថាអូខ្ញុំអត់ទេខ្ញុំស្អាតស្អំណាស់ខ្ញុំអត់មានប្រព្រឹត្តចឹងរួចចឹងរួចខ្លួនហ៎តឡាការគឺតតែយើងទៅបញ្ជាក់ប្រាប់ថាថ្ងៃហ្នឹងម៉ោងហ្នឹងយើងអត់នៅកន្លែងហ្នឹងទេនោះយើងទៅធ្វើដំណើរទៅស្រុកណាស្រុកយៈណាហើយយើងអត់ដែរស្គាល់ភូមិហ្នឹងទេយើងមិននៅស្រុកភូមិហ្នឹងមនុស្សខុសគ្នាឡាក់ហ្នឹងឡាក់តតែមានភ័ស្តុតាងមកបញ្ជាក់បានយើងអាចឈ្នះក្តីគេហើយតឥឡូវយើងប្រហើចោលចឹងអូគាត់និយាយមិនពិតទេតឡាការជឿយើងមិនមែនយើងនិយាយចឹងខ្ញុំអត់មានបានលួចគេខ្ញុំអត់មានបានរំលោភគេអញ្ចឹងគេកាត់ទោសឲ្យយើងរួចខ្លួនមែនវាមិនមែនអញ្ចឹងទេយើងត្រូវមានភ័ស្តុតាងហើយភ័ស្តុតាងហ្នឹងមិនមែនត្រូវការប្រជាពលរដ្ឋសុំទេអស់លោកត្រូវយកដាក់មកថាដីប្រមាណបាត់ប្រមាណនិយមការអីគេខ្លះ GPS ចុចកន្លែងហ្នឹងឃើញអត់យើងយកនយោបាយប្រជាពិធដាក់ទៅអស់បាត់ច្រើនទៅខ្លាចប្រជាពលរដ្ឋនឹងមួម៉ៅក្តៅកាហាយទៅទប់កំហឹងប្រជាពលរដ្ឋអត់បានអញ្ចឹងស្អំទៅឲ្យស្មានទៅលោកហ៊ុនសែនថាបាត់ទាំងប្រមាណហិកតាហ្នឹងដល់អញ្ចឹងស្ដាប់ទៅអូលោកហ៊ុនសែនថាបាត់ដីប្រមាណហិកតាដី60កន្លែងជាងប្រមាណហិកតារាប់រយគីឡូម៉ែត្រដូចតបនិយាយប្រមាណហិកតាហើយតែនិយាយរឿងហ្នឹងប៉ិនកូនដៃអីចឹងទៅហើយប្រជាពលរដ្ឋហ្នឹងឮសូរគាត់ថាប្រមាណហិកតាអញ្ចឹងប្រហែលជាប្រមាណកូនដៃគ្រាន់តែផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យឯព្រៃច័ន្ទណារាប់គីឡូដីហើយហ្នឹងហើយចុះហ្នឹងអត់គិតរឿងទីតាំងភ្នំទ្របប្រាសាទតាមាត់ធំប្រាសាទតាមាត់តូចខ្នាប្រាសាទតាកបីស្អីទីតាំងមួយកណោ50 60កន្លែងដែលគេយកហ្នឹងរួចទៅអើយចង់បានថាអស់លោកខ្ញុំជឿថាធ្វើបែបនេះគឺអស់លោកនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានមន្ទិលនឹងរបៀបដឹកនាំរដ្ឋរបស់អស់លោកទេ